ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើន like TikTok ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់ឲ្យវីដេអូ TikTok របស់បងប្អូនមានចំនួនអ្នក like បេះដូងច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះចំពោះវិធីធ្វើវិញគឺពិតជាងាយស្រួលមែនតើបងប្អូនគឺបងប្អូនគ្រាន់តែមាន link វីដេអូ TikTok របស់បងប្អូនអាចបង្កើនឬក៏ boost ចំនួន like បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលខ្លីបើនិយាយអំពីតម្លៃសេវាកម្មវិញគឺបងប្អូនកុំព្រួយបារម្ភខ្លាចតម្លៃសេវាកម្មអាចនឹងថ្លៃអីបងប្អូនដោយសារតែក្នុង website JSMM គឺគ្រប់សេវាកម្មទាំងអស់សុទ្ធតែមានតម្លៃសមរម្យមែនតើដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា TikTok បងប្អូនអាចចុចចូលទៅលើពាក្យ TikTok នឹងបានហើយបន្ទាប់មកទៀតបងប្អូនអូសមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង TikTok គឺវាមានសេវាកម្មដូចជា TikTok like TikTok follower TikTok view TikTok save TikTok share TikTok comment story view TikTok live stream view គឺមានទាំងអស់បងប្អូនចង់ធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន like នៅលើវីដេអូ TikTok បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា TikTok like chip base TikTok like new ឬក៏ TikTok like បេះដូងនេះបានចំពោះសេវាកម្មទាំង3នេះគឺបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសេវាកម្មមួយណាក៏បានដែរបងប្អូនដោយសារតែវាគឺសុទ្ធសឹងតែតាក់ទងទៅនឹងការបង្កើនចំនួន like នៅលើវីដេអូ TikTok ដូចគ្នាហើយចំពោះខ្ញុំគឺខ្ញុំជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា TikTok like បេះដូងនេះបងប្អូននៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មរួចហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា service ដែលនៅក្នុងនឹងផងដែរគឺវាមាន service ជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមាន service ដូចជា TikTok like high quality profile TikTok like bot TikTok like low quality TikTok like 100% real សវីខ្លះគឺវាមាន 100k ក្នុងមួយថ្ងៃសវីខ្លះទៅគឺវាមាន 50k ក្នុងមួយថ្ងៃហើយរាល់សវីទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងបងប្អូនមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនតើបើនិយាយអំពី quality របស់សវីទាំងអស់ហ្នឹងវិញគឺសុទ្ធតែធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើសវីមួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសវីមួយនឹងបានហើយសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំជ្រើសរើសប្រើប្រាស់ទៅលើសវីដែលមានលេខកូដ4851គឺ TikTok like high quality profile បន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសវីរួចរាល់អស់ហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោមសវីហ្នឹងដែលនៅត្រង់កន្លែង link នេះគឺជាកន្លែងសំខាន់បំផុតនៅក្នុងវីដេអូមួយនេះគឺតម្រូវឲ្យបងប្អូនចូលទៅ copy link TikTok របស់បងប្អូនចូលដើម្បីទាញយក link TikTok របស់បងប្អូនបានបងប្អូនចូលទៅកាន់ account TikTok របស់បងប្អូនជាមុនសិនមកហើយបងប្អូន select ចូលទៅលើវីដេអូណាមួយដែលបងប្អូនចង់បង្កើនចំនួន like នៅលើវីដេអូ TikTok របស់បងប្អូននឹងឃើញមានចំណុចត្រី3តូចនៅត្រង់កន្លែងនេះបងប្អូនអាចចុចចូលទៅលើត្រី3តូចនឹងបានបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបាននៅពេលដែលបងប្អូនបាន copy link វីដេអូ TikTok របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link វីដេអូ TikTok របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន like ដែលបងប្អូនចង់ boost នៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន100ហើយយ៉ាងច្រើនរហូតដល់10លាន like បងប្អូនគឺពិតជាច្រើនមែនតើដូច្នេះហើយបងប្អូនអាចដាក់ចំនួន like ដែលបងប្អូនចង់ boost ទៅតាមតម្រូវការរបស់បងប្អូនបាន
សម្រាប់ខ្ញុំគឺខ្ញុំដាក់ត្រឹម100ឡាចហើយចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួនឡាចដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន100ឡាចចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.0024 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួនច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងវាអាចនឹងកើនឡើងទៅតាមចំនួនឡាចដែលបងប្អូនបានដាក់នឹងដូចគ្នាឧបមាថាខ្ញុំបង្កើនចំនួនឡាចពី100មក1000អញ្ចឹងបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងវាកើនឡើងមក 0.024 សេនវិញបងប្អូនកាន់តែបង្កើនចំនួនឡាចនៅខាងលើនឹងកាន់តែច្រើនបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមហ្នឹងវាប្រែប្រួលកាន់តែកើនឡើងទៅតាមនឹងដូចគ្នាបងប្អូនហើយបើនិយាយអំពីតម្លៃសេវាកម្មវិញគឺពិតជាពិសេសមែនទែនបងប្អូនដោយដែលបងប្អូនបានឃើញចឹងចំនួន 10000 ឡាចតម្លៃសេវាកម្មគឺត្រឹមតែ$2ជាងតែប៉ុណ្ណោះហើយចំណែកឯរយៈពេល1ម៉ោង8នាទីដោយដែលបងប្អូនបានឃើញនេះវាគឺជារយៈពេលដំណើរការនៃការប៊ូសចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនមានន័យថាបន្ទាប់ពីរយៈពេល1ម៉ោង8នាទីក្រោយនៅពេលដែលបងប្អូនចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសហើយចំពោះរយៈពេលនេះផងដែរវាអាចនឹងលឿនឬក៏យូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយ description នៅខាងក្រោមនេះវាគឺជា description របស់សវីដែលបងប្អូនបានចុចចូលជ្រើសរើសបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់សវីទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link វីដេអូ TikTok របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅខាងក្រោមនេះបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយហ្នឹងដោយជោគជ័យហើយនៅខាងក្រោមហ្នឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សេវីដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link វីដេអូ TikTok របស់បងប្អូនចំនួន like ដែលបងប្អូនបានប៊ូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទៀងផ្ទាត់សារឡើងវិញនៅត្រង់កន្លែងហ្នឹងបានចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូននៅខាងលើនឹងអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល1ម៉ោងទៅ8នាទីឬក៏យូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website ហ្នឹងទេគឺបងប្អូនអាចចុច clear ចេញពី website ហ្នឹងវិញបានហើយសម្រាប់ការបង្កើនឬក៏ប៊ូស like TikTok ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺពិតជាងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានប្រសិទ្ធភាពពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ